ខេត្តដែលសម្បូរទៅដោយដំណាំចេកចំការកស៊ូនិងទុរេនដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាងគេនោះគឺខេត្តកំពង់ចាមចាស់ពីដើមតែនិយាយតៗគ្នាថាប្រសិនបើចង់បានស្វាមីឬភរិយាដែលមានរូបសម្រស់ស្រស់ស្អាតពូកែរកស៊ីបងប្អូនអាចស្វែងរកអ្នកកំពុងចាំបានជាពិសេសអ្នកដែលរស់នៅតាមតំបន់ទន្លេអ្វីដែលចាស់បុរាណបានលើកឡើងវាគឺជាការពិតហើយអ្វីដែលកាន់តែពិសេសជាងនោះទៅទៀតខេត្តកំពង់ចាមគួរជាខេត្តដ៏គំរូមួយដែលសម្បូរទៅដោយធនធានដ៏មានតម្លៃជាច្រើនរូបដែលធ្លាប់បានសាងស្នាដៃជូនខេត្តកំពង់ចាមកន្លងមកតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ននេះតើខេត្តកំពង់ចាមមានសោកដាបែបណានិងបន្សល់ទុកមរតកមានតម្លៃអ្វីខ្លះរហូតមកដល់បច្ចុប្បន្ននេះឲ្យលោកស្រីនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំបាទហៀងចំណិតនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មកដឹងពីសោកដានិងមរតកដ៏មានតម្លៃប្រចាំខេត្តកំពង់ចាមដូចតទៅខេត្តកំពង់ចាមគឺជាអតីតខេត្តដ៏ចំណាស់មួយនិងស៊ីវិល័យបំផុតក្នុងចំណោមខេត្តក្រុងនានានៅទូទាំងប្រទេសកម្ពុជាពាក្យថាកំពង់ចាមកើតចេញមកពីពាក្យកំពង់រង់ចាំឬកំពង់ចាំក្រោយមកដោយសារតែអ្នកកំពង់ចាមភាគច្រើនគាត់តែងតែប្រើពាក្យពេចន៍មិនច្បាស់ឬមិនចំតួអក្សរដូច្នេះហើយពាក្យថាកំពង់រង់ចាំក៏បានប្រែក្លាយមកជាកំពង់ចាមរហូតមកដល់បច្ចុប្បន្ននេះសក្តានុពលនៃខេត្តកំពង់ចាមអាចរីកចម្រើនទៅបានគឺអាស្រ័យទៅលើធនធានសំខាន់ៗមួយចំនួនដូចជាធនធានមនុស្សនិងធនធានធម្មជាតិតើខេត្តកំពង់ចាមមានបន្សល់សាសនាប្រវត្តិសាស្ត្រអ្វីខ្លះរហូតមកដល់បច្ចុប្បន្ននេះញាពីលាកំពង់ចាមមកកន្តាយទូកណ្ដាលបាច់ណោកំពង់ចាមទីលំហាយកាទឹកសាបាយនៅតាមនេះក៏តាពិតទៅបើយើងនិយាយជារួមមុនពេលដែលខេត្តកំពង់ចាមបែងចែកត្រោយខាងកើតទៅខេត្តត្បូងឃ្មុំខេត្តកំពង់ចាមមានតំបន់ទីតាំងប្រវត្តិសាស្ត្រសំខាន់ជាច្រើនរួមមានភូមិមូលស្ថានីយ៍បូរេប្រវត្តិកាលពីអតីតកាលប្រាសាទនគរបាជ័យភ្នំប្រុសភ្នំស្រីទីតាំងប្រណាំងសេះទន្លេអ៊ុំស្រុកត្បូងឃ្មុំទីតាំងប្រវត្តិស្នេហាទុំនឹងទាវនិងតំបន់ប្រវត្តិសាស្ត្រសំខាន់មួយចំនួនទៀតតើខេត្តកំពង់ចាមរីកចម្រើនដល់កម្រិតណានៅមុនឆ្នាំ1975ភ្នំស្រីដីកំពង់ចាមបាននិយាយចាប់ពីសម័យបារាំងរហូតមកដល់សម័យសាធារណរដ្ឋខ្មែរខេត្តកំពង់ចាមគឺជាប់ចំណាត់ថ្នាក់លេខ3បន្ទាប់ពីរាជធានីភ្នំពេញដែលជាប់លំដាប់កំពូលនិងខេត្តបាត់ដំបងជាប់ចំណាត់ថ្នាក់លេខ2ខេត្តកំពង់ចាមរីកចម្រើនខ្លាំងណាស់ស្ទើរគ្រប់វិស័យជាពិសេសនៅសម័យសង្គមរាស្ត្រនិយមអគារជាច្រើនខ្នងចាប់ផ្ដើមរីកដុះដាលនៅទូទាំងទីប្រជុំជននិងតំបន់សេដ្ឋកិច្ចសំខាន់នៅទូទាំងខេត្តកំពង់ចាមទីរួមខេត្តមានសាកលវិទ្យាល័យស្តាតរោងកុនមន្ទីរពេទ្យប្រលានយន្តហោះរោងចក្រចំការកស៊ូរោងចក្រស្បែកជើងនិងហេដ្ឋារចនាសំខាន់ជាច្រើនទៀតតើខេត្តកំពង់ចាមមានបុគ្គលល្បីៗសំខាន់ណាខ្លះក្នុងប្រវត្តិសាស្ត្របាននិយាយអំពីបុគ្គលល្បីៗធ្លាប់សាងស្នាដៃជូនជាតិខេត្តកំពង់ចាមគឺមានបុគ្គលល្បីៗច្រើនរាប់មិនអស់ក្នុងនោះមានដូចជាលោកអ៊ិនតាន់អតីតតំណាងរាស្ត្រខេត្តកំពង់ចាមជាអ្នកស្រុកស្ទឹងត្រង់លោកពៅស៊ីផូកវីនិពន្ធបទភ្លេងនិងទំនុកច្រៀងទសវត្សរ៍50 60និង70ដ៏ល្បីល្បាញជាអ្នកស្រុកកោះស្ទឹងលោកដូចគឹមហាក់តារាចម្រៀងទសវត្សរ៍60និង70ជាអ្នកកោះប៉ែនលោកប៉ែនផាតអតីតកីឡាករជម្រើសជាតិទសវត្សរ៍60មានទីកំណើតនៅភូមិទួលថ្មស្រុកកំពង់សៀមសម្ដេចហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាមានទីកំណើតជាអ្នកស្រុកស្ទឹងត្រង់សម្ដេចថាបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជាអ្នកស្រុកមេមត់ឯកឧត្តមហ៊ុនណេងអតីតចៅហ្វាយខេត្តកំពង់ចាមជាអ្នកស្រុកស្ទឹងត្រង់ឯកឧត្តមជាសភារាអតីតរដ្ឋមន្ត្រីក្រសួងដែនដីនគររមណីយកម្មជាអ្នកស្រុកក្រូចឆ្មាឯកឧត្តមសៀងណាំអតីតចៅហ្វាយខេត្តសៀមរាបជាអ្នកស្រុកកំពង់សៀមលោកលីហួរស្ថាបនិកលីហួរគ្រប់ជាអ្នកស្រុកកំពង់សៀម
trong video đâyនិយាយតាក់ទងទៅនឹងសាវតានិងអនុស្សាវរីយ៍នៃខេត្តកំពង់ចាមក៏បានមកដល់ទីបញ្ចប់ក្នុងវីដេអូនេះផងដែរក៏សូមអរគុណទៅដល់អ្នកសហការឧបត្ថម្ភ Pan Cyber Coffee អរគុណប្រិយមិត្តដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយខ្ញុំបាទហេងចំណិតសូមអរគុណសូមជម្រាបលា